រហ័សតនចិនកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនវេកមុខក្រសោបក្រុមក្មេងទំនើងកាន់ដាវដេញកាប់មនុស្សយ៉ាងសាហាវឃោរឃៅត្រឹមតែប៉ុន្មានម៉ោងក្រោយធ្វើសកម្មភាពត្រូវជាប់ខ្នោះខេត្តបាត់ដំបងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអាយកាកម្លាំងនគរបាលយុតិធធនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបង្ហាញនៅសមត្ថភាពដ៏ខ្ពស់និងល្បឿនការងារយ៉ាងលឿនរហ័សក្នុងការចុះបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងដៃឆៅចំនួន5នាក់ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដេញកាប់ប្រហារយ៉ាងសាហាវកិច្ចប្រតិបត្តិការស្រាវជ្រាវនិងវេកមុខសញ្ញាស្វែងរកមុខជនល្មើសនេះដឹកនាំដោយផ្ទាល់ដោយលោកវរៈសេនីយ៍តូទុំវិឆ័យអធិការនគរបាលស្រុកសំពៅលូនដោយបានដកហូតនៅអាវុធមុតស្រួចនិងមធ្យោបាយធ្វើសកម្មភាពមួយចំនួនបន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី22ខែមិថុនាឆ្នាំ2026ដំណើររឿងនិងសកម្មភាពជិះម៉ូតូដេញកាប់ប្រហារយោងតាមរបាយការណ៍ផ្លូវការហេតុការណ៍ដ៏សាហាវនេះបានកាត់ឡើងកាលពីវេលាម៉ោង21:10នាទីយប់ថ្ងៃទី22ខែមិថុនាឆ្នាំ2026នៅចំណុចលើដងផ្លូវជាតិលេខ 59B ស្ថិតនៅក្នុងក្រុមទី8ភូមិត្រពាំងប្រលឹនឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងជនរងគ្រោះឈ្មោះចិនហួរភេទប្រុសអាយុ18ឆ្នាំរស់នៅភូមិអូស្ងាត់ឃុំសន្តិភាពខណៈពេលដែលកំពុងធ្វើដំណើរតាមដងផ្លូវស្រាប់តែត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន4ទៅ5នាក់ជិះម៉ូតូ2គ្រឿងប្រដាប់ដោយកាំបិតនិងពូថៅធ្វើសកម្មភាពដេញកាប់ប្រហារពីក្រោយត្រូវចំក្រោមស្មាដាំដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់និងដួលម៉ូតូរងរបួសជើងទាំងសងខាងបន្ថែមទៀតក្រោយពេលធ្វើសកម្មភាពយ៉ាងប្រហើនក្រុមជនសង្ស័យបានដកថយជិះគេចខ្លួនបាត់ស្រមោលចំណាត់ការដ៏ឆាប់រហ័សនឹងការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចនេះគឺជាគំរូនៃស្មារតីទទួលខុសត្រូវខ្ពស់និងការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋភ្លាមបន្ទាប់ពីទទួលបានបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2026វេលាម៉ោង7:30នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពបានរាយការណ៍ជូនថ្នាក់ដឹកនាំភ្លាមដោយមិនទុកឲ្យជនល្មើសមានឱកាសរត់គេចខ្លួននិងបង្កភាពអសន្តិសុខតទៅទៀតលោកអធិការទឹមវិឆ័យបានបញ្ជាកម្លាំងជំនាញផ្នែកនគរបាលយុតិធធសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅលូនប៉ុស្តិ៍អង្គរបាននិងប៉ុស្តិ៍សន្តិភាពចុះបើកការស្រាវជ្រាវយ៉ាងក្តៅគគុកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះពលគឺនៅវេលាម៉ោងប្រហែល 15:30 នាទីថ្ងៃដដែលនោះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងឈានដល់ការក្រសោបចាប់ខ្លួនក្រុមជនសង្ស័យទាំង5នាក់ជាបន្តបន្ទាប់នៅចំណុចភូមិអណ្ដូង2ឃុំអង្គរបានស្រុកសំពៅលូនអត្តសញ្ញាណជនសង្ស័យទាំង5នាក់រួមមាន1ឈ្មោះហាន់សេហាភេទប្រុសអាយុ17ឆ្នាំទីលំនៅនៅភូមិអូចំណឹបឃុំតាស្ដា2ឈ្មោះពេជ្ររតនវណ្ឌីភេទប្រុសអាយុ17ឆ្នាំទីលំនៅនៅភូមិអូចំណឹបឃុំតាស្ដា3ឈ្មោះបានបរិយហៅជាភេទប្រុសអាយុ16ឆ្នាំទីលំនៅភូមិអូចំណឹបឃុំតាស្ដា4ឈ្មោះសំអល់រ៉ូនហៅរ៉ូនភេទប្រុសអាយុ16ឆ្នាំរស់នៅភូមិអូចំណឹបឃុំតាស្ដា5ឈុនរ៉ូរ៉ាប៊ីភេទប្រុសអាយុ15ឆ្នាំទីលំនៅនៅភូមិអូកណ្ដោឃុំសន្តិភាពវត្ថុតាំងដែលដកហូតបានរួមមានកាំបិតចំនួន3ដើមនិងពូថៅចំនួន1ដើមអាវុធធ្វើសកម្មភាពម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ2022ផ្លាកលេខបាត់ដំបង 1AP 10កុដ83ចំនួន1គ្រឿងម៉ូតូម៉ាក Nick ពណ៌លឿងខ្មៅលេខសគ្មានផ្លាកលេខចំនួន1គ្រឿងការឆ្លើយសារភាពនិងវិធានការច្បាប់បន្តនៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំង5នាក់បានឆ្លើយសារភាពយ៉ាងស៊ីសង្វាក់គ្នាថាពួកគំរាមកំហែងទាំងនេះពិតជាបានជិះម៉ូតូប្រដាប់ដោយអាវុធមុតស្រួញទៅធ្វើសកម្មភាពធាក់និងកាប់ប្រហារទៅលើជនរងគ្រោះចិនហួរពិតប្រាកដមែនដោយសារតែមានគំនុំគុំគួនគិតថាជនរងគ្រោះធ្លាប់បានជេរប្រមាថមកលើប៉ាក់ពួករបស់ខ្លួនពីមុនមកបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាប់ព្យាបាលរបួសយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យបង្អែងស្រុកសំពៅលូនចំណែកឯក្រុមជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមផ្លូវច្បាប់កិច្ចប្រតិបត្តិការដ៏ជោគជ័យនិងលឿនរហ័សនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមកលើកម្លាំងនគរបាលស្រុកសំពៅលូនដែលតែងតែផ្ដល់នូវភាពកក់ក្ដៅនិងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពខ្ពស់សម្រួលអត្ថបទដោយលោកមុតចត្រាហៅប្រមាញ់ជាយដែន